អូនស្រីសួរថាបងខេធ្លាប់រៀបការពីមុនអត់ហើយបងខេធ្វើការអីគេហើយមិនបានស្គាល់បងអញ្ចឹងសុំទោសពុកម៉ែបងប្អូនជាមុនសិនបើសិនជាការឆ្លើយតបនេះធ្វើឲ្យបងប្អូនធុញមានអារម្មណ៍ថាខ្ញុំអួតឬក៏ដដែលអំពីរឿងខ្ញុំប៉ុន្តែក៏មាន fan ជាច្រើនគាត់ comment សួរទាំង TikTok ទាំង page ទាំងអស់នេះអញ្ចឹងខ្ញុំសូមឆ្លើយតបទៅអ្នកគ្រប់គ្រងទាំងអស់នោះបងខេអត់ធ្លាប់រៀបការពីមុនទេខ្ញុំលើពីម៉ែគាត់ម៉ាក់គាត់ប្រាប់ដែរម៉ាក់គាត់ថាកូនគាត់អត់ធ្លាប់រៀបការពីមុនទេប៉ុន្តែធ្លាប់មានសង្សារ Honey, how many girlfriends did you have before? Don't talk about past. បងខេគាត់ថាគាត់ចង់និយាយរឿងអតីតកាលទេគាត់រៀបការមួយខ្ញុំលើកដំបូងហើយពីមុនបងខេធ្វើការអីមុនមកស្រុកខ្មែរពីមុនបងខេគឺជាអ្នកផលិតវីតាមីននៅរោងចក្រនៃប្រទេសស្វីសរោងចក្រហ្នឹងធំមកបងប្អូនទំហំផ្ទៃដី20ហិកតាដែលរោងចក្រនេះផលិតវីតាមីនជាច្រើនប្រភេទដូចជាវីតាមីនជំនួយក្រពះពោះវៀនប្រូប៉ាទិកវីតាមីនពន្យាភាពចាស់NAD+ វីតាមីនOmega 3ជំនួយខួរក្បាលវីតាមីន D3 ជំនួយឆ្អឹងវីតាមីនជាច្រើនទៀតរាប់អត់អស់ទេដែលនាំចេញយកទៅលក់ទូទាំងពិភពលោកហើយរោងចក្រនេះគឺមានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៃប្រទេសស្វីសយ៉ាងត្រឹមត្រូវតែម្ដងហើយបងខេក៏ធ្វើការក្នុងរោងចក្រហ្នឹងគឺជាអ្នកដាក់រូបមន្តជាអ្នកផលិតតែម្ដងដូច្នេះហើយទើបគាត់ដឹងថាវីតាមីនអីជួយអីហើយមានធាតុផ្សំអ្វីខ្លះហើយអ្នកណាដែលអាចប្រើបានអីចឹងគឺគាត់ដឹងយ៉ាងលម្អិតតែម្ដងហើយរោងចក្រនោះមិនមែនផលិតតែវីតាមីនទេគឺផលិតផលិតផលសម្រាប់សុខភាពស្បែកសុខភាពសម្រស់និងសុខភាពខាងក្នុងនិងខាងក្រៅពីក្បាលដល់ចុងជើងតែម្ដងហើយក៏មានអ៊ំពូមីងក៏មិនថាបងខេក៏ប្លែង cute គួរឲ្យស្រឡាញ់រុះរាយរាក់ទាក់ហើយមាន fan ច្រើនដែរហ្នឹងណាប៉ុន្តែបងប្អូនខ្ញុំចង់និយាយពីចរិតបងខេពីមុនវិញមុខឡើងស្មើហ្មងអ៊ំពូមីងហើយអត់ដែលមាន TikTok ទេអត់ចេះលេង TikTok អត់ចេះលេង Facebook អត់មាន Instagram ឬក៏ប្រព័ន្ធ social media អីទេទម្លាប់របស់គាត់គឺងើបម៉ោង5ព្រឹកទៅធ្វើការចេញពីធ្វើការទៅហាត់ប្រាណចេញពីហាត់ប្រាណមកផ្ទះវិញសម្អាតផ្ទះធ្វើម្ហូបពេលទំនេរចូលចិត្តបណ្ណាំងឡានលេងឡានគឺគាត់ចូលចិត្តបែបហ្នឹងគាត់អត់ចូលចិត្តថតរូបអត់ចូលចិត្តកម្មវិធីជប់លៀងអត់ចូលចិត្តកម្មវិធីនៅខាងក្រៅអីទេគឺអត់ចូលចិត្តតែម្ដងពេលដែលគាត់ស្គាល់ខ្ញុំមានកម្មវិធីច្រើនគាត់តែងតែចូលរួមជាមួយខ្ញុំទាំងដែលខ្ញុំអត់បានស្នើសុំក៏គាត់ចង់ចូលរួមជាមួយយើងដែរគឺគាត់ផ្ដល់កិត្តិយសឲ្យខ្ញុំមួយវិញទៀតគាត់តែងតែជួយថតរូបខ្ញុំដោយសារតែគាត់ឃើញខ្ញុំថតរូបថតផលិតផលអីហ្នឹងហត់គាត់ជួយថតជាមួយខ្ញុំរហូតទាំងអស់នេះជាការពិតខ្ញុំអត់ដែរស្នើសុំឲ្យគាត់ជួយទេប៉ុន្តែគាត់ចង់ជួយគាត់ផ្លាស់ប្ដូរខ្លួនឯង360ដឺក្រេតែម្ដងគឺគាត់ចង់ជួយដើម្បីរកលុយជួយគ្រួសារHoney, before you don't like Facebook, you don't like TikTok, you don't like Instagram and everything you don't like, you like very private. And now you change a lot. And I never asked you to have me, but you have me. Why? Why I have you? Yeah, why you do this? Why you change from before, like, and now? I have the right person. That's easy to answer. And I win with you a really, really confident feeling. So you give me a big confident feeling from and change my life. ហ្នឹងហើយពីមុនគាត់អត់ចូលចិត្តទេប៉ុន្តែគាត់ថាទាំងអស់នេះមកពីខ្ញុំផ្លាស់ប្រែគាត់ដោយសារតែខ្ញុំជាមនុស្សមួយដែលគាត់ជ្រើសរើសព្រះភរិយាដែលត្រឹមត្រូវហើយពេលដែលគាត់នៅជិតខ្ញុំគាត់តែងតែមានភាពជឿជាក់ហ្នឹងហើយប៉ុន្តែអ្វីដែលខ្ញុំដឹងពីគាត់គឺគាត់តែងតែព្យាយាមធ្វើមិនដែរឲ្យគ្រួសារយើងមានសុភមង្គលអញ្ចឹងណានៅជាមួយគ្នារកស៊ីជាមួយគ្នាធ្វើការមួយគ្នាហើយរាល់ថ្ងៃបងខេគាត់គឺជា background គាត់គឺនៅខាងក្រៅខ្ញុំនៅលើឆាកមានន័យថាទាំងជួបជាមួយនឹងរោងចក្រទាំងផលិតផលទាំងក្រុមហ៊ុនដឹកជញ្ជូនទាំងការរៀបចំឯកសារបង់ពន្ធរៀបឯកសារចុះបញ្ជីការប្រជុំអន្តរជាតិឬក៏ទស្សនកិច្ចរោងចក្រឬក៏ធ្វើការងារគ្រប់បែបយ៉ាងគឺបងខេជាអ្នកអ៊ីមែលជាអ្នកតាក់ទងជាអ្នកចាត់ចែងទាំងអស់ហើយគ្រប់ព័ត៌មានគាត់តែងតែពិភាក្សាមួយខ្ញុំក៏ដែរសម្រាប់ចិត្តតែឯងហើយខ្ញុំជាអ្នកគិតគូររឿងធ្វើទីផ្សារហើយគាត់ឆ្លៀតពេលជួយថតជួយបុកទីផ្សារខ្ញុំទៀតហើយគ្រប់កាក់គ្រប់ផ្សេងដែលបងខេរលុយមកបានពួកយើងរើរួមគ្នាគឺបងខេឲ្យខ្ញុំទុកដាក់អញ្ចឹងណាអញ្ចឹងខ្ញុំអរគុណបងប្អូនទាំងអស់គ្នាដែលស្រឡាញ់បងខេហើយស្រឡាញ់ខ្ញុំហើយសូមអភ័យទោសបើការបកស្រាយនេះបងប្អូនមិនចូលចិត្តតែបើសិនជាបងប្អូនចាប់អារម្មណ៍ចង់សួរសំណួរអ្វីទៀតសូមបងប្អូនទាំងអស់គ្នា comment នៅខាងក្រោមពួកយើងរីករាយនឹងឆ្លើយតបជូនបងប្អូនទាំងអស់គ្នាគ្រប់ផលិតផលទាំងអស់នៅក្រុមហ៊ុនរបស់ខ្ញុំបងខេជាអ្នកផលិតគ្រប់មុខទាំងអស់ហើយនៅក្នុងនោះក៏មានផលិតផលពីរមុខនេះដែរដែលគាត់ជាអ្នកផលិតផងដែរគឺវីតាមីនពន្យាភាពចាស់ Skin Young ហើយនិងវីតាមីន Probiotic ជំនួយក្រពះពោះវៀនសម្រាប់វីតាមីន Probiotic បងប្អូនញ៉ាំមួយថ្ងៃមួយកញ្ចប់ព្រលឹមឡើងងើបពីគេងចាវាជួយច្រើនមែនតើជួយទីមួយបងប្អូនធ្លាប់ភើជូអីហ្នឹងឈប់មានហើយចុកស្អល់ជាតិណែនក៏លែងមានដែរជួយឲ្យរំលាយអាហារបានល្អបាត់ជើងមកទៀងទាត់
បងប្អូនអាសាញ៉ាំហើយញ៉ាំជ្រក់ញ៉ាំផ្អកញ៉ាំម៉ាំញ៉ាំត្រាញ៉ាំយាចាំបងប្អូនគួរតែញ៉ាំ probiotic ជាប្រចាំដើម្បីជួយថែរក្សាកាពះពោះវៀនបងប្អូនជួយបង្កើតបាក់តេរីល្អសម្រាប់មេរោគក្នុងកាពះលែងមានបញ្ហារាគរូសអីទៀតហើយបងប្អូនណាចាក្មេង3ឆ្នាំឡើងញ៉ាំបាននៃរសជាតិជូរអែមប៉ុន្តែទឹកនោមផ្អែមញ៉ាំបានដោយសារតែវាអត់មានជាតិស្ករទេវាជាស្ករសម្បត្តិអីមិតអ៊ំចាស់អីហ្នឹងគឺមានបញ្ហាកាពះពោះវៀនហ្នឹងគឺញ៉ាំត្រូវមែនតើមួយប្រអប់ហ្នឹងមាន30កញ្ចប់តម្លៃវា$30ឥឡូវនេះបញ្ចុះជូនបងប្អូនទាំងអស់គ្នាតែ$25 free ដឹកអានេះវីតាមីនពជាភាពចាស់នេះមកកំប៉ុង120គ្រាប់ញ៉ាំបាន2ខែមួយថ្ងៃញ៉ាំ2គ្រាប់ក្រោយអាហារពេលព្រឹកឬក្រោយអាហារពេលថ្ងៃចាំបងប្អូនទាំងអស់គ្នាវាជួយដល់ខួរក្បាលជួយដល់សុខភាពជួយដល់កម្លាំងជួយឲ្យស្បែកដុសស្បែកម៉ត់ថ្លាកញ្ចក់ដុសលឿនជួយជួសជុលកោសិកាដែលខូចចាជួយឲ្យរដូវមកទៀងចាជួយជាច្រើនមែនតើចាឲ្យបងប្អូននឹងក្មេងបានយូរអត់ងាយចាស់អត់ងាយឈឺអញ្ចឹងពីរមុខនេះគឺបញ្ចុះតម្លៃដូចគ្នានេះតម្លៃពេញ35បញ្ចុះនៅសល់30 free ដឹកពីរនេះតម្លៃពេញ65បងប្អូនទិញឥឡូវនៅសល់តែ55 free ដឹកទូទាំងប្រទេសកម្ពុជាបងប្អូនអាចទិញតាមតូបតាមផ្សារកន្លែងលក់គ្រឿងកោបតាមក pharmacy តាមអសរឋានកន្លែងណាក៏មានលក់ដែរអរគុណច្រើន